តបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការបង្កើត account Gmail បងប្អូនខ្ញុំឃើញបងប្អូនយើងជាច្រើនគាត់អត់តន់ចេះបង្កើត account Gmail ណាព្រោះបច្ចុប្បន្ននេះការបង្កើត account Gmail បើយើងអត់ចេះបង្កើតទេវាជាប់ block បងប្អូនយើងពិបាកក្នុងការដោះស្រាយវាជាប់ spam ច្រើនណាអញ្ចឹងរបៀបនៃការបង្កើត account Gmail បងប្អូនអាចទស្សនានៅវីដេអូរបស់ខ្ញុំបានខ្ញុំនឹងប្រាប់បងប្អូនពីដើមដល់ចប់បងប្អូនធ្វើតាមខ្ញុំមួយបងប្អូននឹងធ្វើបានអញ្ចឹងរបៀបនៃការបង្កើត account Gmail ជាដំបូងបងប្អូនចង់បង្កើតក្នុងទូរស័ព្ទក៏បានជាមួយកុំព្យូទ័រក៏បានហើយឥឡូវនេះខ្ញុំប្រាប់ពីរបៀបនៃការបង្កើត account Gmail តាមកុំព្យូទ័របងប្អូនហើយវីដេអូទី2ខ្ញុំនឹងប្រាប់បងប្អូនពីរបៀបបង្កើត Gmail ដូចគ្នាតែយើងធ្វើក្នុងទូរស័ព្ទបងប្អូនឥឡូវនេះខ្ញុំប្រាប់បងប្អូនពីរបៀបបង្កើត Gmail ជាមួយនឹងកុំព្យូទ័រហើយបងប្អូនអរគ្នាកុំភ្លេចជួយចុច like follow page ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីទទួលបាននៅវីដេអូថ្មីទាក់ទងនឹង Facebook Ad ហើយនឹងនិយាយរំទៅគឺឲ្យតែតាក់ទងនឹងផ្នែក digital គឺខ្ញុំនឹងធ្វើវីដេអូតម្លាក់នៅក្នុង page មួយហ្នឹងបងប្អូនសម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមប្រកបអាជីវកម្មថ្មីបងប្អូនស្ដាប់វីដេអូខ្ញុំពីវីដេអូទី1ហ្នឹងទៅពីគ្រឹះអានេះគឺខ្ញុំប្រាប់ពីមូលដ្ឋានគ្រឹះដើម្បីយើងទៅដល់ Facebook Ad បានយើងត្រូវស្គាល់មូលដ្ឋានគ្រឹះសិនអញ្ចឹងមូលដ្ឋានគ្រឹះថ្ងៃនេះគឺបងប្អូននឹងរៀនពីរបៀបនៃការបង្កើត account Gmail អញ្ចឹងសម្រាប់បងប្អូនដែលគាត់ចេះហើយគឺគាត់អាចអូមលងបានហើយសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះបង្កើត Gmail ទេបងប្អូនស្ដាប់វីដេអូមួយនេះដល់ចប់បងប្អូននឹងចេះខ្ញុំកុំឲ្យខាតពេលយូរបងប្អូនចូលទៅទស្សនាទាំងអស់គ្នាជាដំបូងបងប្អូនអរគ្នាបើកកុំព្យូទ័ររបស់បងប្អូនមកហើយយើងទៅរកពាក្យថាកម្មវិធី Google Chrome មកបងប្អូនអ្នកកម្មវិធីមួយហ្នឹងឥឡូវខ្ញុំធ្វើការបើកផ្ទាំងវាធំបន្តិចព្រោះវាតូចពេកធ្វើឲ្យបងប្អូនពិបាកក្នុងការមើលឥឡូវខ្ញុំបើកផ្ទាំងវាធំបងប្អូនយកចូលទៅក្នុងកម្មវិធី Google Chrome នឹងហើយបងប្អូនចុចតាមខ្ញុំបងប្អូននឹងធ្វើបាន 100% មកដល់ចំណុចមួយនេះបងប្អូនយកពាក្យថា add បងប្អូនចុចវាមកហើយមកដល់ចំណុចមួយនេះបងប្អូនចុច sign in ហើយកន្លែងមួយនេះបងប្អូនយកពាក្យថា create account ដើម្បីយើងទៅបង្កើត Gmail ថ្មីមួយយើងចុចខាងលើបងប្អូនចាក់ខាងលើមកហើយមកដល់ចំណុចមួយនេះបងប្អូនបំពេញឈ្មោះអញ្ចឹងបងប្អូនដាក់ឈ្មោះឲ្យពិតប្រាកដបងប្អូនដាក់ឈ្មោះពិតប្រាកដឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណក៏ស្រួលដែរបងប្អូននៅពេលណា account Gmail របស់យើងមានបញ្ហា Gmail បងប្អូនត្រូវគេយកត្រូវគេលួចបងប្អូនអាច recovery Gmail យើងមកវិញបានណាឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំពេលបងប្អូនបំពេញឈ្មោះហើយបងប្អូនចុច next តមកដល់ចំណុចមួយនេះបងប្អូនជ្រើសរើសខែឆ្នាំកំណើតបងប្អូនព្រោះកន្លែងមួយនេះក៏សំខាន់ដែរបងប្អូនដាក់ខែឆ្នាំកំណើតរបស់បងប្អូនមកហើយបន្តមកទៀតបងប្អូនជ្រើសរើសភេទខាងក្រោមហ្នឹងបងប្អូនជ្រើសរើសភេទបងប្អូនភេទស្រីដាក់ស្រីប្រុសដាក់ប្រុសឥឡូវខ្ញុំដាក់ប្រុសខ្ញុំចុច next មកដល់ចំណុចមួយនេះគេឲ្យយើងជ្រើសរើស Gmail មួយណាបងប្អូនពេញចិត្តបងប្អូនយកមួយហ្នឹងទៅឥឡូវខ្ញុំអត់ពេញចិត្តខាងលើ2ទេខ្ញុំទៅសេ Gmail ថ្មីខ្ញុំដាក់ Gmail ដែលខ្ញុំស្រឡាញ់បងប្អូន Gmail ហ្នឹងសំខាន់ណាស់បងប្អូនយើងយកទៅបង្កើតជាមួយនឹង account Facebook ក៏បានយើងយកទៅបង្កើតប្រកបអាជីវកម្មផ្សេងអីក៏បានព្រោះអាហ្នឹងតាមតម្រូវការរបស់បងប្អូនមកដល់ចំណុចមួយនេះបងប្អូនបំពេញ password បងប្អូន password បងប្អូនទៅសេរៀងវែងតិចទៅព្រោះយើងដាក់ស្រួលចាំពេកវានាំឲ្យមានបញ្ហាតែថ្ងៃមុខបងប្អូនឥឡូវខ្ញុំដាក់ password ខ្ញុំប៉ុណ្ណេះហើយបើសិនជាបងប្អូនចង់មើល password យើងទៅសេមិនបែបមិនបងប្អូនចុចតា text កន្លែង text ដែលខ្ញុំប្រាប់ហ្នឹងចុចតា text អានឹងមួយទៅគឺវាបើកឲ្យយើងមើលឃើញ password ដែរឥឡូវខ្ញុំទៅសេ password ខ្ញុំចាំហើយខ្ញុំចុច next តមកដល់ចំណុចមួយនេះបងប្អូនវាលេខទូរស័ព្ទចូលបងប្អូនដាក់លេខទូរស័ព្ទសម្រាប់បងប្អូនដែលទើបទិញលេខទូរស័ព្ទថ្មីឯងបង្កើត Gmail បាន1ទៅ2 account ណាសម្រាប់លេខទូរស័ព្ទថ្មីដំបូងគេយកអត់តបានធ្វើអីឥឡូវខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំចូលបងប្អូនដាក់លេខទូរស័ព្ទរបស់បងប្អូនចូលកន្លែងហ្នឹងណាខ្ញុំធ្វើការវាយលេខទូរស័ព្ទរបស់ខ្ញុំចូលសិនបងប្អូនពេលយើងវាយលេខទូរស័ព្ទចូលហើយយើងចុច next តបងប្អូនមកដល់កន្លែងមួយនេះបងប្អូនទៅមើលលេខទូរស័ព្ទដែលបងប្អូនដាក់មិញណាបងប្អូនឥឡូវខ្ញុំទៅមើលលេខកូដលេខទូរស័ព្ទដែលខ្ញុំដាក់មុននឹងបន្តិចបងប្អូនខ្ញុំទៅឆែកមើលសិនឥឡូវវាលោតមកហើយខ្ញុំវាយចូលឥឡូវ Gmail របស់យើងបង្កើតបានជោគជ័យហើយបងប្អូនមកដល់ចំណុចមួយនេះបងប្អូនដាក់ Gmail recovery នៅពេលណា account Gmail បងប្អូនមានបញ្ហាបងប្អូនមាន Gmail មួយទៀតសម្រាប់ recovery យក Gmail យើងមកវិញបានណាឥឡូវខ្ញុំដាក់ Gmail របស់ខ្ញុំពេលបងប្អូនដាក់ Gmail ចូលហើយបងប្អូនចុច next តបងប្អូនបើសិនជាបងប្អូនអត់មានទេបងប្អូនយក skip ទៅហើយឥឡូវយើងបង្កើត Gmail ហ្នឹងគឺទទួលបានជោគជ័យហើយបងប្អូនអ្នកយើងចុច agree មក
អូខេវានឹង load ទៅដល់ផ្ទាំងមួយទៀតនេះដល់កន្លែងនេះបងប្អូនយក yes I am មកវានឹង load ទៅដល់ Google Chrome តែម្ដងមកដល់ចំណុចមួយនេះនេះ account របស់យើងគឺបង្កើតបានជោគជ័យហើយបងប្អូនអាចយកទៅប្រកបអាជីវកម្មបានឥឡូវការបង្កើត account Gmail របស់យើងគឺបង្កើតបានជោគជ័យហើយបងប្អូនហើយសម្រាប់ Gmail មួយនេះសំខាន់ណាស់បងប្អូនអាចយកទៅប្រកបអាជីវកម្មរបស់បងប្អូនបានតាមតម្រូវការរបស់បងប្អូនរៀងខ្លួនណាបងប្អូនហើយរបៀបនៃការបង្កើត account Gmail របស់ខ្ញុំក៏មានតែប៉ុណ្ណឹងបងប្អូនអរគ្នាហើយបងប្អូនកុំភ្លេចជួយចុច like follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីលើកក្រោយទៀតនៅពេលណាដែលខ្ញុំផុសទៅគឺបងប្អូនឃើញមុនគេតែម្ដងណាបងប្អូនអរគុណបងប្អូនអរគ្នាសម្រាប់ការចូលសិក្សា